បាទសូមគោរពនឹងជម្រាបសួរទៅកាន់អ្នកនរគ្នាដែលបានទស្សនានៅក្នុងវីដេអូមួយនេះនៅក្នុងវីដេអូមួយនេះដែរយើងនឹងធ្វើការចម្រោះលទ្ធផលឬក៏ហៅថា filter ឬក៏យើងអាចថាច្រោះលទ្ធផលនៅពេលដែលយើងស្វែងរកនៅក្នុង Google ដោយសារតែនៅក្នុង Google យើងអាចធ្វើការច្រោះឬក៏យើងអាចធ្វើការយកលទ្ធផលណាមួយដែលយើងចង់រកបានឧទាហរណ៍ជាក់ស្ដែងដូចជាយើងអាចជ្រើសរើសថ្ងៃខែឬក៏ទីកន្លែងទីតាំងបានទីទៀតខ្ញុំនឹងធ្វើការឧទាហរណ៍ឲ្យអ្នកនរបានមើលផងដែរចាំបើសិនជាអ្នកនរគ្នាអត់បានទស្សនានៅវីដេអូខាងលើទេខ្ញុំនឹងទុក link នៅខាងក្រោម description ដើម្បីឲ្យអ្នកនរគ្នាអាចចូលធ្វើទស្សនាវីដេអូមុនបានអញ្ចឹងសូមរីករាយទស្សនាវីដេអូជាបន្តឧទាហរណ៍ជាក់ស្ដែងឥឡូវយើងកំពុងនៅលើ Google ហើយយើងវាយពាក្យថាព្រះយេស៊ូវដូច្នេះនៅក្នុង Google គេអនុញ្ញាតឲ្យយើងអាចធ្វើការច្រោះលទ្ធផលនឹងបានអញ្ចឹងយើងអូសមកខាងឆ្វេងមកខាងពីឆ្វេងមកស្ដាំអញ្ចឹងឃើញពាក្យ search tool នេះអញ្ចឹងខ្ញុំចុចលើពាក្យ search tool ហ្នឹងគេដាក់កន្លែង time any time or result ចំន័យថាពេលវេលាយើងអាចជ្រើសរើសបានបើមិនជាជ្រើសរើសពី1ម៉ោងមុនអញ្ចឹងពេល1ម៉ោងមុនអត់មានអ្នកផុសទេអញ្ចឹងវាអត់ load មកទេ load ពី24ម៉ោងមុនចាំ24ម៉ោងមុនជាមួយនឹងពាក្យព្រះយេស៊ូវយើងឃើញមានគេផុសនៅក្នុង YouTube ច្រើនហើយនិងនៅក្នុង Facebook ផងដែរអញ្ចឹងកន្លែងនេះយើងអាចច្រោះលទ្ធផលបានគ្រប់ពេលវេលាដែលយើងជ្រើសរើសបានឬក៏យើងអាចជ្រើសរើសថាមួយខែមុនឬក៏មួយឆ្នាំមុនអញ្ចឹងលទ្ធផលវា load មកបានដូចហ្នឹងតែសម្រាប់ខ្ញុំដាក់ any time នេះគឺមានថាយើងគ្រប់ពេលទាំងអស់ចឹងយើងអាចជ្រើសរើសបានតេតងជាមួយនឹងម៉ោងហើយនេះយើងអាចចុច clear មកវិញបានពេលយើងចុច clear គឺវាត្រឡប់មកវិញឬក៏យើងតេតងជាមួយនឹង verbatim ហ្នឹងគឺបាទពាក្យថា verbatim ហ្នឹងគឺមានន័យថាដូចយើងពាក្យស្ដីដូចថាយើងវាយហ្នឹងគឺវាយពាក្យព្រះយេស៊ូវអញ្ចឹងវាលោតតែព្រះយេស៊ូវមកទេវាអត់ទៅលោតអីច្រើនមកដូចជាយើងដាក់ថា result ទាំងអស់ហ្នឹងគឺលោតតែមានពាក្យថាព្រះយេស៊ូវនៅខាងមុខគឺវាលោតមកឲ្យយើងឃើញតែម្ដងឬក៏យើងដាក់ all result វិញហ្នឹងគឺយើងអាចជ្រើសរើសបានជាមួយនឹងគេហៅថាfilter ឬក៏យើងច្រោះជាមួយនឹងលទ្ធផលនេះគឺការច្រោះលទ្ធផលនៅក្នុង Google ហើយនៅក្នុងទូរស័ព្ទដៃហើយខ្ញុំសង្ឃឹមថាអ្នកនរគ្នាអាចអនុវត្តការច្រោះលទ្ធផលនឹងបាននៅក្នុងទូរស័ព្ទដៃរបស់អ្នកគ្នាផ្ទាល់ដើម្បីឲ្យដឹងថាតើវាដូចជាអ្វីដែលខ្ញុំបានប្រាប់ដែរឬទេដោយសារតែការច្រោះលទ្ធផលគឺវាជួយអ្នកនរគ្នាបានច្រើនតេតងជាមួយនឹងលទ្ធផលដោយសារតែយើងអាចជ្រើសរើសជាមួយនឹងទីតាំងឬយើងអាចជ្រើសរើសជាមួយនឹងពេលវេលាបានបើសិនជាយើងប្រើប្រាស់នៅក្នុង laptop វានឹងបង្ហាញឬក៏ desktop គឺវាបង្ហាញលទ្ធផលឲ្យបានកន្លែងច្រោះរៀងច្រើនជាងក្នុងទូរស័ព្ទបាទអរគុណច្រើនផងដែរបាទ